សួស្តីសូមស្វាគមន៍មកកាន់ Camp Sastra មេរៀនសម្រាប់ថ្ងៃនេះគឺនិយាយអំពីគន្លឹះក្នុងការកំណត់នៅ home page ឲ្យបានច្រើននៅលើ web browser ហើយក្នុងនោះខ្ញុំសូមលើកយក web browser ចំនួន3មកធ្វើការបកស្រាយទី1គឺ Internet Explorer ទី2គឺ Firefox និងទី3គឺ Google Chrome ជាដំបូងខ្ញុំសូមធ្វើការបង្ហាញទាក់ទងទៅនឹង Internet Explorer ឧទាហរណ៍ដូចជាយើងចង់បើកនៅ page 3ដំណើរគ្នានៅពេលដែល Internet Explorer ដំណើរការជាដំបូងគឺទី1ឧទាហរណ៍ថាខ្ញុំចង់បើក Google ហើយខ្ញុំក៏ចង់បើក Facebook ហើយខ្ញុំក៏ចង់បើក Yahoo នៅក្នុងពេលដំណើរគ្នាផងដែរអញ្ចឹងតើយើងត្រូវគួរធ្វើដូចម្តេចដែរដើម្បីដោះស្រាយនៅបញ្ហានេះយើងទាំងអស់គ្នាសូមចូលទៅកាន់ Internet Explorer នេះគឺជាទំព័រដើមរបស់ Internet Explorer បានន័យថាជាដំបូងគឺវាបង្ហាញនៅ blank page បានន័យថាគឺ page ទទេអញ្ចឹងដើម្បីកំណត់នៅចំនួនដែលខ្ញុំបានលើកយកឧទាហរណ៍អំបញ្ញមិញគឺមាន Google មាន Facebook ហើយនិងមាន Yahoo អញ្ចឹងទាំងអស់គ្នាសូមចូលទៅកាន់ Tool បន្តមកទៀតជ្រើសរើសពាក្យថា Internet Options នៅក្នុង tab របស់ General យើងនឹងឃើញពាក្យថា Home Page អញ្ចឹងនៅក្នុង Home Page នេះគឺវាដាក់ថា About Blank អញ្ចឹងបានន័យថាជាដំបូងគឺវាបង្ហាញនៅ screen បង្ហាញនៅ page ដំបូងគឺឲ្យ page ទទេឥឡូវខ្ញុំសូមធ្វើការផ្លាស់ប្ដូរទៅជា Home Page 3ដែលអាចបើកបានក្នុងពេលដំណើរគ្នាអញ្ចឹងទី1គឺ Google ខ្ញុំសូមវាយពាក្យបញ្ចូលគឺ google.com ទី2គឺ Facebook អញ្ចឹងខ្ញុំសូមវាយពាក្យ facebook.com ទី3គឺតាក់ទងទៅនឹង Yahoo បាទអញ្ចឹងយើងបន្ទាប់ពីយើងវាយទាំង3នឹងហើយគឺគ្រាន់តែចុចពាក្យថា apply បន្តមកទៀត OK ហើយយើង restart Internet Explorer ម្ដងទៀតនោះវានឹងបង្ហាញឲ្យយើងឃើញបាទនេះគឺវា load tab ចំនួន3ដែលក្នុង tab នីមួយៗវាធ្វើការផ្សេងពីគ្នាតែទី1គឺវាបង្ហាញនៅ Google ហើយទី2គឺវាបង្ហាញនៅ Facebook និង page ទី3គឺវាបង្ហាញនៅ Yahoo អញ្ចឹងក្នុងចំណោម3នេះគឺជាអ្វីដែលខ្ញុំបានសេតអំបញ្ញមិញចំណុចមួយទៀតគឺតាក់ទងទៅនឹង Firefox ដូចគ្នាដែរអញ្ចឹងយើងសូមចូលទៅក្នុង Firefox នេះគឺជាផ្ទាំងដំបូងគឺវាបង្ហាញ blank បានន័យថាវាបង្ហាញទទេដូចគ្នាយើងសូមចូលទៅកាន់ Tool បន្តមកទៀតជ្រើសរើសពាក្យថា Option បន្ទាប់ពីយើងជ្រើសរើស Option ហើយនោះវានឹងបង្ហាញផ្ទាំងដោយរូបខាងក្រោមនេះអញ្ចឹងនៅក្នុង Option នេះវាមាន tab ជាច្រើនទី1គឺ Main ទី2គឺ Tabs Content និង tab ដទៃទៀតអញ្ចឹងសូមចុចលើពាក្យ Main បន្តមកទៀតយើងនឹងឃើញពាក្យថា Start Up ក្នុងពាក្យថា Start Up នេះយើងនឹងឃើញពាក្យមួយគេដាក់ថា When Firefox Start អញ្ចឹងគឺវាមានជម្រើសយើងអាចចុចលើវាគឺទី1 Show My Home Page អញ្ចឹង Home Page កន្លែងនេះគឺវាសំដៅទៅលើ Home Page នៅខាងក្រោមទី2គឺ Show My Blank Page អញ្ចឹង Show My Blank Page កន្លែងនេះបើយើងជ្រើសរើសពាក្យថា Show My Blank Page វានឹងបង្ហាញនៅ page ទទេដែលយើងបានឃើញនៅពេលដែលខ្ញុំបានបើក Firefox ជាលើកដំបូងហើយទី3គឺ Show My Window and Tab for the last time បានន័យថាពេលចុងក្រោយបំផុតដែលយើងបានបើក Firefox ឧទាហរណ៍ថាខ្ញុំបើក Google ខ្ញុំបើក Facebook ហើយបន្តមកទៀតខ្ញុំបិទក៏ប៉ុន្តែដល់ពេលដែលខ្ញុំ restart មកវិញករណីខ្ញុំជ្រើសរើសយកពាក្យថា Show My Window and Tabs from last time គឺវានឹងបង្ហាញនៅ Google វានឹងបង្ហាញនៅ Facebook គឺជាអ្វីដែលខ្ញុំបានបើកចុងក្រោយគេបំផុតដោយប្រើប្រាស់ Firefox នៅក្នុងចំណុចនេះខ្ញុំសូមរើសពាក្យថា Show My Home Page ខ្ញុំសូមជ្រើសយកពាក្យថា Show My Home Page អញ្ចឹងក្នុងកន្លែង Show My Home Page យើងត្រូវវាយតាក់ទងទៅនឹង address របស់ Home Page ដែលយើងចង់បើកគឺទី1មាន Google ក្នុងចំណោមអាច set នៅ Home Page ចំនួនច្រើនក្នុង web browser មួយបាននៅក្នុង Firefox គឺយើងត្រូវខណ្ឌដោយបន្ទាត់ត្រង់មួយ
បន្ទាប់ពីយើងចុច address មួយហើយយើងត្រូវខាន់ដោយបន្ទាត់ត្រង់មួយបន្តមកទៀតយើងអាចវាយ address មួយបញ្ចូលទៀតគឺ facebook.com បន្តមកទៀតគឺខ្ញុំដាក់បន្ទាត់ត្រង់មួយទៀតហើយទី3គឺតាក់ទងទៅនឹង Yahoo អញ្ចឹងខ្ញុំសូមវាយពី Yahoo ជាការស្រេចយើងគ្រាន់តែចុចពាក្យថា OK បន្តមកទៀតយើង restart Firefox សូមចាំមើលបាទនេះគឺជាអ្វីដែលយើងធ្វើការ set អំបញ្ញមិញបើនេះថាគឺយើង set មាន Google វាចេញ tab Google យើង set Facebook វាចេញ tab របស់ Facebook យើង set Yahoo វាក៏ចេញ tab របស់ Yahoo ដែរអញ្ចឹងយើងអាចប្រើ3ក្នុងពេលដំណើរគ្នានៅពេលដែល Firefox បើកជាលើដំបូងមួយទៀតតាក់ទងទៅនឹង Google Chrome សូមចូលទៅកាន់ Google Chrome បន្ទាប់ពីចូល Google Chrome យើងសូម select ពាក្យថា setting គឺរូបដូចខាងស្ដាំនៅខាងលើនេះហើយជ្រើសពាក្យថា options ដូចគ្នានឹងដែរវានឹងបង្ហាញផ្ទាំងមួយដើម្បីឲ្យយើងធ្វើការកែប្រែអញ្ចឹងនៅលើ basic ក្នុង tab របស់ basic គេមានពាក្យថា on startup ដូចគ្នាទៅនឹង Firefox ដែរគឺមាន open the home page មាន reopen the home page that were open last មួយទៀតគឺ open the following page ក្នុងចំណុចនេះខ្ញុំសូមជ្រើសពាក្យថា open the following page អញ្ចឹងខ្ញុំជ្រើសពាក្យថា add បន្តមកទៀតខ្ញុំវាយ address របស់ page ដែលខ្ញុំចង់បើកជាដំបូងចូលគឺទី1មាន Google បន្តមកទៀតខ្ញុំ add មួយទៀតគឺពាក្យថា Facebook មួយទៀតគឺតាក់ទងទៅនឹង Yahoo ខ្ញុំសូមជ្រើសពាក្យថា Yahoo បន្តមកទៀតយើងសូមបិទកម្មវិធី Google Chrome រួចបើកម្ដងទៀតនោះលោកអ្នកនឹងឃើញថាមាន tab ចំនួន3បើកក្នុងពេលតែមួយនៅពេលដែលយើងបើក Google Chrome ជាលើកដំបូងបន្ទាប់ពីយើងបានធ្វើការផ្លាស់ប្ដូររួចទៅហើយគឺទី1មាន Google ទី2គឺ Facebook ហើយទី3គឺ Yahoo អញ្ចឹងនេះគឺជាគន្លឹះខ្លីមួយដើម្បីធ្វើឲ្យលោកអ្នកប្រើប្រាស់បាទសូមអរគុណ